ជំរាបសួរលោកគ្រូហើយសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នាពួកយើងគឺជាក្រុមទី6ដែលថ្ងៃនេះដែរពួកយើងនឹងឡើងធ្វើបទបង្ហាញអំពីតើអ្វីទៅគឺជា traction ប៉ុន្តែមុននឹងឈានដល់ការធ្វើបទបង្ហាញពួកយើងសូមណែនាំក្រុមរបស់ពួកយើងជាមុនសិនសមាជិកក្រុមទី6មាន5នាក់គឺកងពេជ្រស្រីពីនកៈស្រីលៀបខីកនិកាថនលីសានិងទីចេញអ៊ីចូលមកដល់ slide បន្ទាប់តើអ្វីទៅគឺជា traction គឺជាលទ្ធផលឬក៏ភស្តុតាងដែលបង្ហាញពីដំណើរការដែលអាជីវកម្មទាក់ទាញអតិថិជននិងរីកចម្រើននៅក្នុងទីផ្សារវាបង្ហាញថាគំនិតអាជីវកម្មកំពុងទទួលបានជោគជ័យដោយសារតែមនុស្សជាច្រើនចាប់អារម្មណ៍លើផលិតផលឬសេវាកម្មនោះប្រសិនបើអាជីវកម្មមាន traction ល្អវានឹងមានអតិថិជនកាន់តែច្រើនការលក់កើនឡើងហើយម៉ាកយីហោឬក៏ brand កាន់តែល្បីយោងទៅតាម traction framework មានវិធីសាស្ត្រចំនួន19ដែលអាជីវកម្មអាចយកទៅប្រើប្រាស់ដើម្បីទាក់ទាញអតិថិជនបានឬក៏យើងអាចហៅម្ដងទៀតថា type of traction ចូលមកដល់ slide បន្ទាប់គឺប្រភេទនៃ traction ចំណុចទី1គឺ viral marketing ចំពោះ viral marketing គឺជាការលើកទឹកចិត្តឲ្យអតិថិជនចែករំលែកផលិតផលឬណែនាំទៅកាន់មិត្តភ័ក្តិនិងគ្រួសារវាគឺជាការផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយនិងការចែករំលែកលើបណ្ដាញសង្គមវាអាចជួយឲ្យអាជីវកម្មកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សចូលមកដល់ចំណុចមួយទៀតគឺ publicity publicity គឺជាការទទួលបានការផ្សព្វផ្សាយដោយឥតគិតថ្លៃតាមរយៈការសារទូរទស្សន៍ទស្សនវិទ្យុឬក៏ប្រព័ន្ធផ្សព្វផ្សាយអនឡាញដើម្បីបង្កើនការយល់ដឹងពីម៉ាកឧទាហរណ៍នៅពេលដែលហាងកាហ្វេមួយទើបតែចាប់ផ្ដើមដំណើរការហើយវាត្រូវបានសារព័ត៌មានចុះផ្សាយដោយមិនចាំបាច់បង់ថ្លៃតែពាណិជ្ជកម្មបែបនេះហើយហៅថា publicity ចូលមកដល់ traction channel មួយប្រភេទទៀតគឺ unconventional PR unconventional PR គឺជាការប្រើប្រាស់គំនិតច្នៃប្រឌិតព្រឹត្តិការណ៍ពិសេសឬក៏សកម្មភាពផ្សេងៗដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជននិងព័ត៌មានកម្សាន្តជាដើមឧទាហរណ៍ក្រុមហ៊ុនដែលទើបនឹងចាប់ផ្ដើមដំណើរការពួកគាត់តែងតែធ្វើការផ្សព្វផ្សាយនៅតាមទីផ្សារទំនើបដើម្បីឲ្យអតិថិជនស្គាល់ពីផលិតផលរបស់គាត់កាន់តែច្រើនសម្រាប់ចំណុចទី4គឺជា search engine marketing ឬមួយក៏យើងអាចហៅកាត់បានថា SEM ដែលវាគឺជាការផ្សាយពាណិជ្ជកម្មបង់ថ្លៃលើ search engine ដូចជា Google ដែលនៅពេលអតិថិជនស្វែងរកផលិតផលឬសេវាកម្មដែលពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្មរបស់អាជីវកម្មវានឹងបង្ហាញនៅលើផលិតផលស្វែងរកហើយវាក៏នឹងជួយទាក់ទាញអតិថិជនបានលឿនផងដែរឥឡូវយើងចូលមកដល់ទី5គឺជា offline advertising ដែលវាគឺជាការផ្សាយពាណិជ្ជកម្មតាមមធ្យោបាយដែលមិនប្រើអ៊ីនធឺណិតដូចជាទូរទស្សន៍វិទ្យុកាសែតទស្សនាវដ្តីឬមួយក៏ផ្ទាំងប៉ាណូនិង flyer ជាដើមឧទាហរណ៍ដូចជាក្រុមហ៊ុន Coca-Cola ដែលពួកគេផ្សាយពាណិជ្ជកម្មដោយការដាក់ billboard នៅតាមដងផ្លូវធំៗឬមួយក៏ចែក flyer នៅតាមផ្សារទំនើបជាដើមដែលវាធ្វើឲ្យមានអតិថិជនស្គាល់ផលិតផលថ្មីរបស់ពួកគេចំពោះទី6វិញគឺជា search engine optimization ឬមួយក៏ SEO ដែលវាគឺជាការកែលម្អគេហទំព័រដើម្បីឲ្យវាបង្ហាញនៅលើទំព័រដំបូងរបស់ Google ដោយយើងមិនចាំបាច់បង់ថ្លៃពាណិជ្ជកម្មឡើយហើយវាជួយបង្កើនចំនួនអ្នកចូលមើលគេហទំព័រយើងឬមួយក៏បង្កើនអតិថិជនថ្មីចូលមកដល់ slide បន្ទាប់គឺចំណុចទី7 content marketing ដែលគឺជាការបង្កើតមាតិកាដែលមានប្រយោជន៍ដូចជាអត្ថបទវីដេអូរូបភាពឬមួយក៏ការបង្ហោះលើបណ្ដាញសង្គមដើម្បីផ្ដល់ព័ត៌មាននិងបង្កើតទំនុកចិត្តពីអតិថិជនឧទាហរណ៍ដូចហាងលក់គ្រឿងសម្អាងបង្ហោះវីដេអូបង្ហាញពីរបៀបថែរក្សាស្បែកឬមួយក៏ជ្រើសរើសផលិតផលឲ្យសមនឹងប្រភេទស្បែកនៅលើ Facebook ឬមួយក៏ TikTok ដែលមាតិកាហ្នឹងវាមានប្រយោជន៍បែបនេះវាអាចទាក់ទាញ
អ្នកចូលមើលហើយនឹងជំរុញឲ្យពួកគេចង់ទិញផលិតផល ចូលមកដល់ចំណុចទី8យើងនិយាយអំពី email marketing គឺជាការផ្ញើសារទៅអតិថិជនដើម្បីជូនដំណឹងអំពី promotion ផលិតផលថ្មីឬការបញ្ចុះតម្លៃវាជួយរក្សាទំនាក់ទំនងជាមួយអតិថិជននិងជំរុញឲ្យពួកគេទិញម្ដងទៀតចូលមកដល់ slide បន្ទាប់នៃចំណុចទី9 social and display ads គឺជាការផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គមនិងគេហទំព័រដូចជា Facebook Instagram YouTube និងវេទិកាផ្សេងៗដើម្បីទៅដល់អតិថិជនជាច្រើនចូលមកដល់ចំណុចទី10 engineering as the marketing គឺជាការបង្កើតឧទាហរណ៍ឬកម្មវិធីដែលមានប្រយោជន៍ដូចជាការម៉ាស៊ីនគិតលេខឬ app តូចៗដើម្បីទាក់ទាញមនុស្សឲ្យស្គាល់អាជីវកម្មចូលមកដល់ slide បន្ទាប់ចំណុចទី11 target marketing blog គឺជាការផ្សព្វផ្សាយផលិតផលតាម blog ឬគេហទំព័រដែលអតិថិជនគោលដៅតែងតែអានចូលមកដល់ចំណុចបន្ទាប់និយាយអំពី business development គឺជាការបង្កើតភាពជាដៃគូជាមួយអាជីវកម្មផ្សេងៗដើម្បីទទួលបានអត្ថប្រយោជន៍រួមនិងពង្រីកឱកាសអាជីវកម្មឧទាហរណ៍ Club Head Brand សហការជាមួយហាងកាហ្វេសុខភាពដើម្បីឲ្យសមាជិកទទួលបានការបញ្ចុះតម្លៃភេសជ្ជៈសុខភាពចូលមកដល់ slide បន្ទាប់ចំណុចទី13 Sale គឺជាដំណើរការស្វែងរកអតិថិជនស្វែងយល់ពីតម្រូវការរបស់ពួកគេនិងបញ្ចុះបញ្ចូលឲ្យពួកគេទិញផលិតផលចំណុចទី14និយាយពី affiliate program វាគឺជាកម្មវិធីដែលអាជីវកម្មផ្ដល់កម្រៃជើងសារឬរង្វាន់ដល់បុគ្គលឬក្រុមហ៊ុនដែលជួយណែនាំអតិថិជនឬបង្កើតការលក់ឲ្យអាជីវកម្មវាជាវិធីមួយដែលជួយបង្កើនការលក់ដោយចំណាយតាមផលិតផលជាក់ស្ដែងចូលមកដល់ slide បន្ទាប់ចំណុចទី15 Existing platform វាជាការប្រើប្រាស់វេទិកាដែលមានអ្នកប្រើប្រាស់ច្រើនរួចហើយដូចជា Facebook Instagram App Store ឬទីផ្សារអនឡាញដើម្បីឲ្យផលិតផលឬសេវាកម្មអាចទៅដល់អតិថិជនបានកាន់តែច្រើនចូលមកដល់ចំណុចបន្ទាប់ចំណុចទី16គឺ Trade Show គឺជាវិធីសាស្ត្រមួយក្នុង Traction Channel ដែលអាជីវកម្មចូលរួមក្នុងកម្មវិធីពិព័រណ៍ឬកម្មវិធីតាំងបង្ហាញផលិតផលដើម្បីបង្ហាញអំពីផលិតផលនិងសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជននិងដៃគូអាជីវកម្មឬក៏អ្នកវិនិយោគទុនដែលមានចំណាប់អារម្មណ៍លើផលិតផលនោះសម្រាប់ទី17 Offline Event គឺជាការរៀបចំឬឧបត្ថម្ភព្រឹត្តិការណ៍ក្រៅអនឡាញដូចជាសិក្ខាសាលាពិព័រណ៍ឬកម្មវិធីសហគមន៍ដើម្បីផ្សព្វផ្សាយផលិតផលទី18 Speaking Engagement គឺជាការឡើងនិយាយឬធ្វើបទបង្ហាញនៅក្នុងកម្មវិធីផ្សេងៗដើម្បីចែករំលែកចំណេះដឹងបង្កើនភាពជឿជាក់និងទាក់ទាញអតិថិជនឬវិនិយោគិនទី19 Community Building គឺជាការបង្កើតសហគមន៍អតិថិជនដែលរឹងមាំដោយរក្សាទំនាក់ទំនងល្អនិងលើកទឹកចិត្តឲ្យពួកគេគ្រប់គ្រងនិងណែនាំទៅកាន់អ្នកដទៃសរុបមក trading មានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជួយឲ្យអាជីវកម្មទាក់ទាញអតិថិជនបង្កើនការលក់បង្កើតការទទួលស្គាល់ម៉ាកនិងរីកចម្រើនក្នុងរយៈពេលវែងទោះបីជាមាន trading channel ទាំង19ក៏ដោយអាជីវកម្មមិនចាំបាច់ប្រើទាំងអស់នោះទេគួរជ្រើសរើសវិធីសាស្ត្រដែលសមស្របបំផុតទៅកាន់អតិថិជនគោលដៅនិងគោលបំណងច្បាស់លាស់របស់អាជីវកម្មសូមអរគុណ